ជំរាបសួរនិងសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះ admin បានលើកយករឿងមេធាវីមើលឃើញខ្មោចមកសម្រាប់ចែកជូនប្រិយមិត្តទាំងអស់គ្នាទស្សនាកម្សាន្តមុននឹងចូលទៅដល់សាច់រឿងសូមប្រិយមិត្តទាំងអស់គ្នាកុំភ្លេចជួយចុច like subscribe ចុចសញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងបើ admin សម្រាប់ទៅមានពាក្យពេចន៍ខុសឆ្គងសូមខន្តីអភ័យទោសឲ្យ admin ផងណាអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅដល់សាច់រឿងយើងទាំងអស់គ្នាកាលពីភាគមុនយើងក៏បានដឹងហើយគឺមានវិញ្ញាណបរិសម្នាក់បានបង្ហាញខ្លួននៅក្នុង office ធ្វើការរបស់តួប្រុសយើងតួប្រុសក៏សួរពីអត្តសញ្ញាណរបស់ខ្មោចតែវិញ្ញាណខ្មោចបរិសម្នាក់ហ្នឹងក៏ចាំមិនបានដូចជាខ្មោចមុនអញ្ចឹងខណៈដែលតួប្រុសកំពុងតែសួរនាំជាមួយនឹងវិញ្ញាណខ្មោចបរិសម្នាក់នោះស្រាប់តែបងថ្លៃរបស់គេនឹងលោកអាចារ្យក៏ដើរចូលមកល្មមបងថ្លៃតួប្រុសសួរថាតើមានវិញ្ញាណខ្មោចថ្មីចូលមកពឹងពាក់ឲ្យឯងជួយគេទៀតហើយមែនទេតួប្រុសក៏តបទៅវិញថាពិតមែនហើយគេក៏មិនស្គាល់ខ្លួនឯងដូចជាវិញ្ញាណខ្មោចមុនដូចគ្នាវិញ្ញាណខ្មោចបរិសម្នាក់ហ្នឹងគេមានបំណងចាប់បិចដើម្បីសរសេរប្រាប់តួប្រុសប៉ុន្តែគេចាប់មិនបានឡើយដោយសារតែគេគឺជាខ្មោចដល់តែអញ្ចឹងធ្វើឲ្យវិញ្ញាណខ្មោចម្នាក់ហ្នឹងខឹងហើយចូលក្នុងខ្លួនតួប្រុសយើងហ្មងណាលួចក៏ឡើងទៅសរសេរលើក្តារខៀនយ៉ាងច្រើនលោកអាចារ្យឃើញបែបហ្នឹងគាត់ក៏យកទឹកមុនប្រោះលើតួប្រុសដើម្បីឲ្យវិញ្ញាណខ្មោចម្នាក់ហ្នឹងចេញពីតួប្រុសរួចគាត់ក៏និយាយប្រាប់តួប្រុសថាមើលទៅខ្មោចម្នាក់នេះដូចជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ម្នាក់រីឯបងថ្លៃតួប្រុសវិញគេក៏បានអូសទូរស័ព្ទឃើញព័ត៌មានកំពុងតែចុះផ្សាយពីបរិសម្នាក់ដែលជាអ្នកស្រាវជ្រាវខាងវិទ្យាសាស្ត្រថែមទាំងទទួលបានពានរង្វាន់ប្រចាំឆ្នាំទៀតផងប៉ុន្តែគួរឲ្យស្ដាយពេលនេះគាត់បានបាត់បង់ជីវិតទៅហើយតួប្រុសគ្រាន់តែឃើញគេក៏ស្គាល់ថាបរិសម្នាក់ហ្នឹងគឺជាវិញ្ញាណខ្មោចអំបញ្ញមិញនេះឯងមេធាវីហាយុននេះវិញក៏កំពុងតែប្រជុំសិក្សាពីព័ត៌មានរបស់វិញ្ញាណខ្មោចបរិសម្នាក់ហ្នឹងដូចគ្នារួចក៏បានដឹងថាបរិសម្នាក់ហ្នឹងឈ្មោះលោកហោកាលពីគាត់នៅរស់បានរៀបការជាមួយកូនស្រីអ្នកមានម្នាក់ងាកមកមើលតួប្រុសយើងនេះវិញគេកំពុងតែស្រាវជ្រាវរកថ្ងៃខែឆ្នាំកំណើតនិងឈ្មោះរបស់លោកហោនៅក្នុងប្រព័ន្ធអ៊ីនធឺណិតរួចក៏បានដឹងថាលោកហោកើតនៅឆ្នាំ1992តួប្រុសក៏ប្រាប់ទៅលោកហោថាហើយធ្វើចិត្តឲ្យបានពេលដែលខ្ញុំប្រាប់ថ្ងៃខែឆ្នាំកំណើតលោកប្រកាសជាចាំរឿងរ៉ាវដែលបានកើតឡើងចំពោះលោករួចតួប្រុសក៏ប្រាប់ពីថ្ងៃខែឆ្នាំកំណើតនិងឈ្មោះរបស់លោកហោតែម្ដងលោកហោគ្រាន់តែបានដឹងពីថ្ងៃខែឆ្នាំកំណើតគាត់ស្រាប់តែនឹកឃើញរឿងរ៉ាវដែលបានកើតឡើងមុនពេលដែលគាត់ស្លាប់ដល់តែអញ្ចឹងក៏ធ្វើឲ្យលោកហោយំហើយខ្លួនរបស់គាត់ក៏ធ្លាក់ចុះមកក្រោមមេធាវីហាយុននេះវិញកំពុងតែសិក្សាស្រាវជ្រាវពីប្រវត្តិរបស់លោកហោរួចក៏បានដឹងថាលោកហោមានប្រពន្ធម្នាក់ឈ្មោះអាជូពួកគេទាំងពីរនាក់ស្រឡាញ់គ្នាខ្លាំងមែនទែនមិនត្រឹមតែប៉ុណ្ណោះក្រោយពីរៀបការរួចពួកគេថែមទាំងបានបង្កើតចំណងដៃជាកូនប្រុសមួយទុកជាអនុស្សាវរីយ៍ទៀតផងចំណែកថ្ងៃដែលលោកហោបាត់បង់ជីវិតឪពុកម្ដាយរបស់គាត់បានឃើញស្នាមឈាមប៉ុន្តែមិនបានឃើញលោកហោនោះទេរួចពួកគាត់ក៏ប្តឹងប៉ូលីសពេលដែលប៉ូលីសចុះមកដល់រួចពិនិត្យមើលប៉ូលីសក៏សន្និដ្ឋានថានេះគឺជាករណីឃាតកម្មចំណែកប៉ូលីសក៏បានបន្តស៊ើបសួរពីអ្នកជិតខាងម្នាក់ហ្នឹងក៏បានរាយការណ៍ប្រាប់ប៉ូលីសថានៅថ្ងៃកើតហេតុខ្ញុំបានឮសំឡេងកញ្ចក់បែកចេញពីផ្ទះរបស់លោកហោដល់តែអញ្ចឹងប៉ូលីសក៏បានចាប់អាជូជាប្រពន្ធរបស់លោកហោទៅឃុំឃាំងដើម្បីសាកសួរចម្លើយដោយគេសន្និដ្ឋានថាអាជូគឺជាអ្នកសម្លាប់លោកហោងាកមកមើលតួប្រុសយើងនេះវិញគេក៏សួរលោកហោថាតើលោកមានចាំបានទេថាថ្ងៃដែលលោកស្លាប់អ្នកណាជាអ្នកសម្លាប់លោកមេធាវីហាយុនក៏មកជួបអាជូដែលជាកូនក្តីរបស់ខ្លួនដោយសារតែនាងគឺជាអ្នកកាន់ក្តីហ្នឹងអាជូប្រាប់ទៅមេធាវីហាយុនថាខ្ញុំមិនបានសម្លាប់ប្តីរបស់ខ្ញុំនោះទេប៉ុន្តែលោកហោឯនេះវិញក៏ប្រាប់តួប្រុសថាអ្នកដែលសម្លាប់ខ្ញុំគឺជាប្រពន្ធរបស់ខ្ញុំលោកហោនិយាយទាំងយំហ្មងណាបន្ទាប់មកតួប្រុសនិងវិញ្ញាណរបស់លោកហោក៏បើកឡានមកដល់មុខផ្ទះប៉ាក្មេងរបស់លោកហោដោយសារតែប្រពន្ធកូនរបស់លោកហោពេលនេះបាននាំគ្នាទៅនៅផ្ទះប៉ារបស់នាងវិញអស់ហើយតែពេលទៅដល់លោកហោស្រាប់តែឃើញក្រុមគ្រួសាររបស់ប្រពន្ធគាត់កំពុងតែនាំគ្នាសើចសប្បាយដូចជាគ្មានការទុកអីសោះតួប្រុសក៏និយាយលួងលោមថាលោកឈប់យំទៅតាំងអារម្មណ៍ឲ្យល្អដើម្បីស្វែងរកការពិតជាមួយខ្ញុំលុះយប់ឡើងតួប្រុសនិងវិញ្ញាណរបស់លោកហោក៏បាននាំគ្នាលួចចូលទៅក្នុងផ្ទះរបស់លោកហោពេលចូលទៅដល់ខាងក្នុងតួប្រុសក៏សួរលោកហោថាលោកចាំបានទេមុនពេលដែលលោកស្លាប់តើលោកបានធ្វើអីខ្លះពេលដែលលោកចេញពីធ្វើការត្រឡប់មកដល់ផ្ទះវិញលោកហោក៏ប្រាប់តួប្រុសថាកាលនោះពេលដែលខ្ញុំចេញពីធ្វើការខ្ញុំក៏បានតោះសម្ដីជាមួយប្រពន្ធខ្ញុំដោយសារតែនិយាយមិនត្រូវគ្នាទើបខ្ញុំចូលទៅលុកមុខនៅក្នុងបន្ទប់ទឹកត្រាប់តែខ្ញុំបានឃើញស្រមោលអ្វីម្យ៉ាងបានដើរមកវាយខ្ញុំពីក្រោយតែខ្ញុំមើលមិនច្បាស់ថាជាអ្វីឡើយចំណែកនៅក្នុងផ្ទះរបស់ខ្ញុំមានតែខ្ញុំពីរអ្នកប្រពន្ធហើយកូនប្រុសតូចរបស់ខ្ញុំតែប៉ុណ្ណោះរីឯមេធាវីដូកយ៉ុងឯនេះវិញកូនចៅរបស់គេក៏បានយកប្រវត្តិតួប្រុសនិងព័ត៌មានដែលពាក់ព័ន្ធជាមួយតួប្រុសយកមកឲ្យគេមើលងាកមកមើលមេធាវីហាយុនឯនេះវិញនាងព្យាយាមស្រាវជ្រាវពីរឿងក្តីលោកហោខ្លាំងមែនទែនដោយមិនបានសម្រាប់អ្វីសោះហើយក៏ធ្វើឲ្យនាងហូរឈាមតាមច្រមុះហ្មងខណៈពេលហ្នឹងលោកប៉ារបស់នាងក៏ទេមករកនាងដែរតែមើលទៅមេធាវីហាយុនហាក់បីដូចជាមិនចូលចិត្តប៉ារបស់នាងទេអេដមីនក៏មិនដឹងពីមូលហេតុដូចគ្នាចំណែកតួប្រុសខណៈពេលគេកំពុងរៀបចំគេស្រាប់តែភ្ញាក់ផ្អើលមែនទែនដោយសារតែឃើញវិញ្ញាណរបស់លោកហោកំពុងតែអង្គុយក្បែរហ្នឹងលោកហោក៏និយាយសុំទោសតួប្រុសតែតួប្រុសឆ្លើយថាលោកត្រូវទៅយល់ណាខ្មោចមិនចេះដេកទេប៉ុន្តែមនុស្សត្រូវការពេលវេលាដេកដើម្បីជីវិតបន្តទៀតវិញ្ញាណលោកហោក៏សួរទៅកាន់តួប្រុសថាក្រោយពេលលោកបញ្ចប់រឿងក្តីរបស់ខ្មោចពីមុន
មកតើពួកគេទៅណាដែរតួប្រុសក៏ប្រាប់ថាគឺពួកគេទៅកាន់សុគតិភពតែលោកកុំបារម្ភឡើយមុននឹងលោកចាក់ចេញទៅខ្ញុំនឹងជួយលោករកការពិតឲ្យឃើញតែលោកស៊ូបែរជានិយាយប្រាប់តួប្រុសថាខ្ញុំមិនចង់ឲ្យលោកស្រាវជ្រាវពីប្រពន្ធរបស់ខ្ញុំឡើយព្រោះខ្ញុំមិនចង់ឲ្យនាងចាប់ទោសនោះទេដោយសារតែពេលខ្ញុំនៅរស់ខ្ញុំមិនដែលផ្ដល់ភាពកក់ក្ដៅឲ្យនាងបន្តិចសោះខ្ញុំរវល់តែយកពេលវេលាទៅស្រាវជ្រាវតាមក្តីស្រមៃរបស់ខ្លួនឯងដូច្នេះបើសិនជាប្រពន្ធរបស់ខ្ញុំមានតើបានអ្នកណាមើលថែកូនប្រុសរបស់ខ្ញុំទៅអេដមីនសម្រាប់កន្លែងហ្នឹងអាណិតលោកហូដល់ហើយនេះពួកគេទាំងពីរនាក់រវល់តែនិយាយគ្នាមិនបានមើលម៉ោងរហូតដល់មេឃភ្លឺហ្មងណាមេធាវីហាយុននេះវិញក៏រវល់តែរៀបចំឯកសារមិនបានកេងដូចគ្នារួចនាងក៏រៀបចំខ្លួនទៅតុលាការតែម្ដងតួប្រុសយើងក៏កំពុងតែដើរទៅតុលាការជាមួយបងថ្លៃរបស់គេដែរខណៈពេលហ្នឹងតួប្រុសស្រាប់តែឃើញមេធាវីហាយុនដើរមកជាប់ជាមួយនឹងប្រដាប់មូសគេក៏រត់ទៅទាញចេញដោយមិនបាននិយាយប្រាប់នាងនោះទេដល់តែអញ្ចឹងមេធាវីហាយុនងាកមកទាំងខឹងស្ដីឲ្យតួប្រុសយើងទៀតផងតួប្រុសក៏និយាយដោះសារទាំងញញឹមទៅកាន់មេធាវីហាយុនថាខ្ញុំគ្រាន់តែចង់រាក់ទាក់អ្នកនាងតើមេធាវីហាយុនក៏និយាយទាំងមុខរញ៉ូវថានេះជាការរាក់ទាក់របស់លោកមែនទេរួចតួប្រុសសួរថាតើអ្នកនាងកំពុងតែកាន់រឿងក្តីឲ្យអ្នកណាដែរមេធាវីហាយុនតបថាគឺខ្ញុំកំពុងតែកាន់រឿងក្តីឲ្យអ្នកនាងជូតួប្រុសគ្រាន់តែឮគេរៀងរន្ធត់ចិត្តបន្តិចដែរហ្នឹងណាតែនៅពេលដែលឃើញមេធាវីហាយុនហូរឈាមតាមច្រមុះគេក៏ហុចកូនកន្សែងរបស់គេឲ្យនាងតែម្ដងមិនត្រឹមតែប៉ុណ្ណោះមេធាវីហាយុននិយាយប្រាប់តួប្រុសថាអ្នកនាងជូគឺជាអ្នកបញ្ចប់ជីវិតប្តីរបស់នាងនៅក្នុងបន្ទប់ទឹកចុះមិនបានជាលោកដឹងរឿងក្តីនេះដែរតួប្រុសក៏អោនទៅខ្សឹបនាងថាគឺវិញ្ញាណខ្មោចប្តីអ្នកស្រីជូមកប្រាប់ខ្ញុំណាមេធាវីហាយុនឮហើយមិននិយាយច្រើនក៏ថាលោកកំពុងតែឈួតមែនទេនិយាយរួចនាងក៏ដើរចេញទៅតែម្ដងលុះពេលចូលទៅដល់ក្នុងតុលាការយើងក៏បានឃើញថាតួប្រុសគេមិនបានមកដោះស្រាយក្តីឲ្យនរណានោះទេគឺគ្រាន់តែមកអង្គុយស្ដាប់គេតែប៉ុណ្ណោះតុលាការបាននិយាយថាការស្លាប់របស់លោកហូមិនទាន់មានភស្តុតាងច្បាស់លាស់នោះទេហើយក៏មិនអាចសន្និដ្ឋានថាអ្នកស្រីជូជាអ្នកសម្លាប់ប្តីរបស់នាងដែរប៉ុន្តែមេធាវីខាងជនរងគ្រោះក៏បានលើកភស្តុតាងមកបង្ហាញថាគឺអ្នកស្រីជូជាអ្នកសម្លាប់ប្តីរបស់គាត់នៅក្នុងបន្ទប់ទឹកមិនត្រឹមតែប៉ុណ្ណោះបើតាមការសង្កេតមើលនៅកន្លែងកើតហេតុគឺមានឈាមខ្ទាតយ៉ាងខ្លាំងហាក់បីដូចជាអ្នកស្រីជូមិនបានធ្វើតែម្នាក់ឯងនោះទេអ្នកស្រីជូគ្រាន់តែឮបែបហ្នឹងនាងក៏ងាកទៅមើលមុខប៉ារបស់នាងដែលកំពុងតែអង្គុយស្ដាប់នៅកន្លែងហ្នឹងដែររួចអ្នកស្រីជូក៏បានងើបឡើងដោយនិយាយថាខ្ញុំព្រមសារភាពថាខ្ញុំគឺជាអ្នកសម្លាប់ប្តីរបស់ខ្ញុំពិតមែនហើយក៏គ្មានអ្នកណាចូលរួមជាមួយខ្ញុំដែរខ្ញុំធ្វើតែម្នាក់ឯងប៉ុណ្ណោះនាងនិយាយទាំងរំជួលចិត្តហ្មងណាពាក្យសម្ដីទាំងអស់ហ្នឹងធ្វើឲ្យខាងប៉ាម៉ារបស់លោកហូពិតជាខឹងខ្លាំងមែនទែនចំណែកអ្នកស្រីជូវិញក៏អង្គុយយំតែម្ដងលុះពេលចេញពីតុលាការមេធាវីហាយុនក៏សួរទៅកាន់អ្នកស្រីជូថាម៉េចក៏អ្នកស្រីសម្រេចចិត្តឆ្លើយសារភាពបែបនេះអ្នកស្រីជូក៏តបទៅវិញថាគឺខ្ញុំគ្រាន់តែឆ្លើយការពិតតែប៉ុណ្ណោះប៉ុន្តែមេធាវីហាយុននាងមិនជឿឡើយហើយនិយាយទៅកាន់នាងថាអ្នកស្រីកំពុងតែទទួលកំហុសចំនួននរណាម្នាក់មែនទេអ្នកស្រីត្រូវតែប្រាប់ខ្ញុំតាមត្រង់ណាព្រោះអ្នកស្រីនៅមានកូនត្រូវមើលថែទៀតអ្នកស្រីមិនអាណិតកូនអ្នកស្រីទេប៉ុន្តែអ្នកស្រីជូនៅតែនិយាយបញ្ជាក់ថានាងគឺជាអ្នកសម្លាប់ប្តីនាងតែមើលទៅទឹកមុខអ្នកស្រីជូដូចជាពិបាកទទួលយកដល់ហើយចំណែកមេធាវីដូកយ៉ុងក៏បានទៅជួបក្មេងស្រីដែលជាអ្នកសម្លាប់ស៊ូអាមេធាវីដូកយ៉ុងក៏សួរក្មេងស្រីនោះថានៅថ្ងៃដែលតួប្រុសគេទៅចាប់នាងតើគេមានអាការៈអីអត់អ្នកនាងប្រាប់ខ្ញុំតាមត្រង់មកខ្ញុំនឹងអាចជួយអ្នកនាងមិនឲ្យចាប់ទោសដល់20ឆ្នាំនោះទេនាងក៏និយាយប្រាប់មេធាវីដូកយ៉ុងថាថ្ងៃនោះខ្ញុំមើលទៅបរិសម្នាក់ហ្នឹងកាយវិការរបស់គេដូចជាមិនមែនខ្លួនឯងឡើយហើយពេលដែលគេនិយាយមករកខ្ញុំមានអារម្មណ៍ថាដូចជាស៊ូអាកំពុងតែនិយាយជាមួយខ្ញុំលើបែបហ្នឹងធ្វើឲ្យមេធាវីដូកយ៉ុងនឹកឃើញពីពាក្យសម្ដីបរិសម្នាក់ដែលនិយាយប្រាប់ថាវិញ្ញាណរបស់លោកសាំងគង់ចូលខ្លួនតួប្រុសវាយជាមួយកូនចៅគេមិនត្រឹមតែប៉ុណ្ណោះពេលចេញមកវិញកំឡុងពេលបើកឡានលោកមេធាវីដូកយ៉ុងថែមទាំងបានមើលផែនទីស្វែងរកទីតាំងកន្លែងធ្វើការរបស់តួប្រុសទៀតចំណែកតួប្រុសយើងពេលត្រឡប់មកដល់កន្លែងធ្វើការគេវិញស្រាប់តែបានឃើញវិញ្ញាណរបស់លោកហូកំពុងតែនៅក្នុងនឹងដែរហើយគេថែមទាំងសួរតួប្រុសថាតើលោកមានដឹងទេហេតុអីបានជាវិញ្ញាណខ្ញុំមកដល់ទីនេះតួប្រុសក៏តបទៅវិញថាប្រហែលជាខាងក្រុមគ្រួសាររបស់លោកមិនឃើញសាកសពលោកតើពួកគាត់មករកគ្រូខ្មោចនៅទីនេះដូច្នេះធ្វើឲ្យវិញ្ញាណលោកក៏មកដល់ទីនេះដែរតួប្រុសក៏សួរទៅកាន់លោកហូថាចុះលោកមានបានចាំទេថាខាងក្រុមគ្រួសាររបស់ប្រពន្ធលោកមានដីទំនេរនៅកន្លែងណាឆ្ងាយអាចនឹងយកសាកសពលោកទៅចោលនៅកន្លែងនោះក៏ថាបានដែរគ្រាន់តែលើបែបហ្នឹងលោកហូស្រាប់តែនឹកឃើញហើយពួកគេក៏បញ្ញាប់នាំគ្នាទៅកន្លែងហ្នឹងប៉ុន្តែមិនទាន់បានទៅផងស្រាប់តែបានឃើញមេធាវីហាយុនក៏ចូលមកដល់កន្លែងតួប្រុសល្មមហើយមេធាវីហាយុនក៏សួរទៅកាន់តួប្រុសថាមិនបានជាលោកដឹងថាបរិសម្នាក់នោះគេសម្លាប់គាត់នៅក្នុងបន្ទប់ទឹកតួប្រុសឆ្លើយក្រែងខ្ញុំធ្លាប់ប្រាប់អ្នកនាងហើយមែនទេថាវិញ្ញាណខ្មោចបរិសម្នាក់នោះគេមកប្រាប់ខ្ញុំមេធាវីហាយុនក៏ដើរទៅជិតតួប្រុសនិយាយបន្ថែមថាលោកគួរតែរកហេតុផលឲ្យសមជាងនេះបន្តិចទៅបើអញ្ចឹងពិតមែនលោកសាក់ប្រាប់ខ្មោចម្នាក់ហ្នឹងឲ្យលើករបស់នៅក្នុងនេះឲ្យខ្ញុំមើលបន្តិចមើលតើខ្ញុំព្រមជឿលោកតែតួប្រុសក៏ឆ្លើយថាមានខ្មោចឯណាអាចលើករបស់បានគេក៏ដើរទៅក្តារខៀនចង្អុលប្រាប់នាងថាទាំងអស់នេះគឺជារូបមន្តដែលខ្មោចម្នាក់នោះចូលរូបខ្ញុំហើយសរសេរពាក្យនេះមកដោយសារតែហេតុផលមិនគ្រប់គ្រាន់ទើបមេធាវីហាយុនមិនជឿតួប្រុសហើយដើរចេញទៅបានហើយយើងក៏ឃើញថាមេធាវីដូកយ៉ុង
ក៏បើកឡានមកដល់មុខ office របស់តួប្រុសដូចគ្នាប៉ុន្តែតួប្រុសនិងវិញ្ញាណរបស់លោកយ៉ុងហូក៏ប្រញាប់បើកឡានទៅដីមួយកន្លែងនោះពេលទៅដល់ដីមួយកន្លែងនោះតួប្រុសស្រាប់តែសម័យថាបើសិនជាអំពើឃាតកម្មពិតមែនពេលដែលឡានដឹកសាកសពយកមកដល់ទីនេះនាងគឺជាមនុស្សស្រីក៏មិនអាចលើកសាកសពបរិសុទ្ធនោះរួចដែរបើមិនអញ្ចឹងទេនាងប្រកាសជាអូសសាកសពនោះចោលទៅក្នុងព្រៃហើយក៏មានមិនសល់ដានអូសសាកសពឬក៏កំទេចថង់ជាប់នឹងស្មៅដែរលុះពេលតួប្រុសដើរមើលបានបន្តិចស្រាប់តែដោយការសង្ស័យរបស់គេមែនព្រោះតួប្រុសបានឃើញកំទេចថង់ជាប់នឹងស្មៅដល់តែអញ្ចឹងពួកគេទាំងពីរនាក់ក៏បន្តដើរទៅមុខទៀតពេលទៅដល់ខាងមុខពួកគេស្រាប់តែបានឃើញស្នាមដីទៅតកាយលុបថ្មីដល់តែអញ្ចឹងគេក៏កាយមើលស្រាប់តែបានជួបសាកសពរបស់លោកហូពិតមែនវិញ្ញាណលោកហូក៏និយាយប្រាប់តួប្រុសថាប្រពន្ធរបស់ខ្ញុំគឺជាមនុស្សស្រីនាងមិនអាចលើកសាកសពអូយកមកដាក់ក្នុងព្រៃហើយធ្វើរឿងទាំងអស់នេះតែម្នាក់ឯងបាននោះទេតួប្រុសប្រាប់លោកហូថាលោកសាកគិតមើលប្រពន្ធរបស់លោកអាចលះបង់ដើម្បីអ្នកណាខ្លះលោកហូឆ្លើយថាមានតែ3នាក់ប៉ុណ្ណោះកូនប្រុសរបស់ខ្ញុំប៉ាក្មេករបស់ខ្ញុំនិងម្ដាយក្មេករបស់ខ្ញុំប៉ុន្តែកូនប្រុសរបស់ខ្ញុំនៅតូចណាស់ចំណែកម៉ាក់ក្មេករបស់ខ្ញុំវិញគាត់ក៏មានជំងឺកេងនៅលើក្រែទៀតបើតាមការសន្និដ្ឋានអ្នកធ្វើរឿងទាំងអស់នេះបានមានតែប៉ាក្មេកខ្ញុំតែប៉ុណ្ណោះនិយាយរួចវិញ្ញាណលោកហូខឹងយ៉ាងខ្លាំងហើយក៏ចូលទៅក្នុងខ្លួនតួប្រុសទៀតមេធាវីហាយុននេះវិញនាងបានទៅកន្លែងស្រាវជ្រាវរបស់លោកហូកាលពីគាត់នៅរស់ព្រោះដើម្បីចង់បញ្ជាក់ថាតើអក្សរនៅលើក្តារខៀនដែលតួប្រុសប្រាំគឺជាអក្សររបស់លោកហូពិតមែនឬក៏អត់តែនៅពេលដែលនាងបានឃើញហើយអក្សរទាំងអស់ហ្នឹងគឺដូចគ្នាទាំងអស់ហ្មងអ្នកម៉ាក់របស់តួប្រុសវិញមានអារម្មណ៍ដូចជាមិនសូវស្រួលបារម្ភពីតួប្រុសរួចគាត់ក៏ដើរទៅរកកូនប្រសាឲ្យគេទៅរកតួប្រុសបន្តិចរួចបងថ្លៃតួប្រុសគេក៏បានឃើញសារដែលតួប្រុសផ្ញើមកថាបងថ្លៃខ្ញុំបានរកឃើញទីតាំងចោលសាកសពនោះហើយខ្ញុំក៏កំពុងតែធ្វើដំណើរទៅកន្លែងនោះដែរបើសិនជាបងបានចូលអានបងក៏ប្រញាប់ទេមកខ្ញុំផងណាខណៈពេលពួកគេទាំងពីរនាក់កំពុងតែអានសារតួប្រុសស្រាប់តែលោកអាចារ្យបានដឹងរឿងទាំងអស់ហ្នឹងដែរហើយដើរចូលមកប្រាប់ពួកគេថាបើសិនជាតួប្រុសគេនាំវិញ្ញាណទៅឃើញសាកសពខ្លួនឯងបែបនេះវិញ្ញាណនឹងកើតកំហឹងរួចចូលខ្លួនតួប្រុសទៅរកអ្នកដែលសម្លាប់គេដើម្បីសងសឹកតែម្ដងគ្រាន់តែលើបែបហ្នឹងពួកគេភ្ញាក់ផ្អើលប្រញាប់ចេញទៅរកតួប្រុសភ្លាមមិនត្រឹមតែប៉ុណ្ណោះយើងក៏បានឃើញមេធាវីដូខយ៉ុងក៏ទៅដល់កន្លែងកប់សាកសពលោកហូដូចគ្នាគ្រាន់តែឃើញភ្លាមលោកដូខយ៉ុងមានអារម្មណ៍ភ្ញាក់ផ្អើលមែនទែនអញ្ចឹងមានន័យថាលោកដូខយ៉ុងកំពុងតែតាមដានតួប្រុសយើងហ្មងមេធាវីហាយុនក៏បានចូលមកក្នុងអូហ្វីសរបស់តួប្រុសម្ដងទៀតដែរតែពេលនាងមកដល់មិនបានឃើញតួប្រុសយើងនៅកន្លែងហ្នឹងឡើយរួចនាងក៏ឈរមើលអក្សរនៅលើក្តារខៀនវាពិតជាដូចអក្សររបស់លោកហូណាខណៈពេលហ្នឹងស្រាប់តែអ្នកម៉ាក់តួប្រុសលោកអាចារ្យហើយនឹងបងថ្លៃតួប្រុសក៏មកដល់កន្លែងធ្វើការរបស់តួប្រុសហើយឃើញមេធាវីហាយុននៅកន្លែងហ្នឹងក៏សួរនាងថាតើមានបានឃើញតួប្រុសអត់មេធាវីហាយុនក៏ប្រាប់ថាតាំងពីខ្ញុំមកដល់ទីនេះមិនបានឃើញគេនៅក្នុងនេះនោះទេបងថ្លៃតួប្រុសក៏ងាកទៅប្រាប់ម្ដាយក្មេកថាអ្នកនាងម្នាក់នេះគាត់គឺជាមេធាវីហាយុនដែលជាអ្នកកាន់ក្តីឲ្យអ្នកស្រីជូដូច្នេះក៏ប្រហែលជាស្គាល់និងដឹងពីខាងក្រុមគ្រួសាររបស់អ្នកស្រីជូដែរអញ្ចឹងហើយទៅអ្នកម៉ាក់តួប្រុសសូមអង្វរឲ្យមេធាវីហាយុនជួយពួកគាត់ផងរួចពួកគេទាំង4នាក់ក៏បើកឡានចេញទៅតែម្ដងងាកមកមើលប៉ាក្មេករបស់លោកហូឯនេះវិញបន្ទាប់ពីគាត់លួងចៅឲ្យគេងលក់ហើយគាត់ក៏ចេញមកខាងក្រៅលេងជាមួយកូនឆ្កែខណៈពេលហ្នឹងស្រាប់តែគាត់បានឃើញតួប្រុសកំពុងតែដើរចូលមកដោយរឹកពីចម្លែកគាត់មានអារម្មណ៍ភ័យប្រាប់តួប្រុសថាលោកកុំចូលមកអីតែតួប្រុសបែរជានិយាយថាមិនបានជាលោកធ្វើបែបហ្នឹងលោកតាឆ្លើយតើខ្ញុំបានធ្វើអីដែរឯងតួប្រុសក៏ដើរចូលទៅជិតគាត់ហើយនិយាយបន្ថែមទៀតថាគឺលោកហេតុអីបានជាលោកសម្លាប់ខ្ញុំលោកតាក៏សួរទាំងភ័យថាតើឯងជានរណាតួប្រុសក៏និយាយទាំងខឹងថាលោកខឹងខ្ញុំពេលដែលខ្ញុំទម្លាក់ការស្រាវជ្រាវរបស់លោកចោលមែនហេតុអីបានជាលោកធ្វើអញ្ចឹងពេលដែលខ្ញុំអស់ប្រយោជន៍សម្រាប់លោកហើយលោកក៏សម្លាប់ខ្ញុំចោលបើលោកមិនអាណិតខ្ញុំទេលោកគួរតែអាណិតប្រពន្ធកូនខ្ញុំផងបានជាតួប្រុសនិយាយអញ្ចឹងគឺដោយសារតែវិញ្ញាណរបស់លោកហូកំពុងតែនៅក្នុងខ្លួនគេខណៈពេលហ្នឹងស្រាប់តែកូនប្រុសរបស់លោកហូក៏ចេញមករកលោកតារីឯលោកតាក៏ប្រញាប់ស្ទុះទៅអោបចៅយកចូលទៅក្នុងផ្ទះហើយចាក់សោលលឿនតែវិញ្ញាណលោកហូនៅក្នុងខ្លួនតួប្រុសក៏បានស្ទុះយកដុំថ្មវាយកំទេចទ្វារដើម្បីចូលទៅសងសឹកតែគេមិនទាន់បានសងសឹកផងស្រាប់តែអ្នកម៉ាក់តួប្រុសក៏មកដល់គាត់ក៏ប្រញាប់ស្ទុះចូលទៅអោបកូនប្រុសរបស់គាត់ដែរមិនត្រឹមតែប៉ុណ្្នឹងទេខណៈពេលហ្នឹងស្រាប់តែមានភ្លៀងធ្លាក់ហើយក៏ធ្វើឲ្យវិញ្ញាណរបស់លោកហូចេញពីខ្លួនតួប្រុសយើងដូចគ្នាតែខណៈពេលហ្នឹងក្រុមប៉ូលីសក៏បានមកដល់ថែមទាំងខាត់ខ្លួនតួប្រុសយើងទៀតផងដោយក្រុមប៉ូលីសបានចោទប្រកាន់ថាតួប្រុសគឺជាអ្នកសម្លាប់លោកហូព្រោះមានកញ្ចៅដៃតួប្រុសជាប់នៅលើសាកសពលោកហូរួចដាក់ខ្នោះដៃតួប្រុសយកទៅប៉ុស្តិ៍ប៉ូលីសទៀតសាច់រឿងរបស់យើងក៏ស្លេះតែប៉ុណ្្នឹងឯងយើងមិនទាន់ដឹងថាតើនឹងមានបញ្ហាអ្វីកើតឡើងចំពោះតួប្រុសយើងទៀតឡើយបើចង់ដឹងសាច់រឿងយើងនឹងទៅជាយ៉ាងណាទៀតកុំភ្លេចមកតាមដានភាគក្រោយជាមួយនឹង admin ទាំងអស់គ្នាណាជាចុងក្រោយ admin សូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលតែងតែជួយគាំទ្រ admin កន្លងមក admin សូមជូនពរប្រិយមិត្តទាំងអស់គ្នាមានសុខភាពល្អរកទទួលទានមានបានសូមអរគុណសូមជម្រាបលា